ត្រីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការគណៈរដ្ឋមន្ត្រីឧបត្ថម្ភដល់កីឡាករសែនរ៉ាឌី$100អរគុណដល់លោកលីងសំណាងប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តតាកែវឧបត្ថម្ភដល់កីឡាករសែនរ៉ាឌី$50លោកហេងសុកណាចៅក្រមសាលាដំបងរាជធានីភ្នំពេញឧបត្ថម្ភដល់កីឡាករសែនរ៉ាឌីហាមប្រទេសខ្មាំង$50ផងដែរសូមថ្លែងអំណរគុណសូមទស្សនាបន្តនៅគូទី4របស់យើងគឺគូអន្តរជាតិរវាងកីឡាករសែនរ៉ាឌីហាមប្រទេសខ្មាំងនិងកីឡាករសាងផាជើងឆ្វេងរបស់កីឡាករសែនរ៉ាឌីស្ទាបគេថាស្ទាបស្ទង់គេថាកម្លាំងគ្នាទៅវិញទៅមកសិនហើយលោកនាងគឺមួយជើងឆ្វេងទៀតបាទសាងផាគឺកីឡាកររបស់ប្រទេសថៃហើយប្រវត្តិនៃការប្រកួតដូចជាលោកនាងបានជ្រាបហើយគឺសុទ្ធតែមានប្រវត្តិនៃការប្រកួតច្រើនបង្គួរបាទហើយកីឡាករទាំងពីរនេះយើងអាចនិយាយថាដើម្បីដណ្ដើមជ័យជំនះពីព្រោះថាគាត់មិនដែលបានជួបគ្នាពីមុនមកអញ្ចឹងគាត់ប្រឹងឲ្យអស់លទ្ធភាពការហាត់រៀនពីគ្រូបាអាចារ្យរបស់គាត់តាំងពីតូចមករហូតមកដល់ប៉ុណ្ណេះមកជួបគ្នាគេថាត្រូវតែបញ្ចេញឲ្យអស់លទ្ធភាពបើសិនជាបញ្ចេញមិនអស់ទេគេថាអាចនឹងគេថាធម្មតាកីឡាករតឡើងនៅលើសង្វៀនគេថាមានអ្នកទស្សនាច្រើនបើសិនជាយើងចាញ់ដោយអស់ចិត្តណាគេថាយើងចាញ់ដោយអស់កម្លាំងអស់ចិត្តគេថាមើលទៅអស់លទ្ធភាពហ្មងទស្សនិកជនគេថាមានតែការគ្រប់គ្រងមានតែការកោតសរសើរប៉ុន្តែបើសិនជាយើងមើលទៅគេថាមិនប្រើថាមិនប្រើឲ្យអស់កម្លាំងប្រើអស់លទ្ធភាពស្រាប់តែចាញ់មានន័យថាគេពេបជ្រាយទៅវិញគេបាទឆ្លៀតនៅក្នុងឱកាសនេះនៅការទឹកទី1នេះទៀតទុំវិជ័យគេនៅឡើយណាបាទតែសូមជម្រាបជូនដល់បងប្អូនដែលជាទូរទស្សនិកជននិយមគ្រប់គ្រងកីឡាករសែនរ៉ាឌីដែរខាងកាលពីប្រកួតនៅតាកែវហេតុអីសែនរ៉ាឌីមើលទៅរៀងធ្លាក់ដៃហ្មងបាទចង់បញ្ជាក់ថាអញ្ចេះមិនមែនធ្លាក់ដៃទេសែនរ៉ាឌីប្រឹងខ្លាំងជាងមុនទៀតបងអស់គេតែដោយសារគូប្រកួតរបស់ខ្លួនជាម្ចាស់មេដាយមាសស៊ីហ្គេមបាទខ្លាំងជាជើងខ្លាំងព្រោះសែនរ៉ាឌីទៅស៊ីហ្គេមបានតែមេដាយប្រាក់ទេតែដៃគូប្រកួតគឺកីឡាករថងបាងមកពីប្រទេសឡាវហ្នឹងគាត់ជាម្ចាស់មេដាយមាសស៊ីហ្គេមអញ្ចឹងគឺគាត់ជើងខ្លាំងណាស់គាត់អត់មានចាញ់ទេបើយើងចង់និយាយថាពីការប្រកួតស៊ីហ្គេមគាត់មានចាញ់ពីណាទេបានគាត់មេដាយមាសបានអញ្ចឹងសែនរ៉ាឌីយកជ័យជំនះបាននេះជាមោទនភាពណាស់អញ្ចឹងបើយើងមើលទៅគឺយើងឃើញថាកីឡាករសែនរ៉ាឌីរៀងធ្លាក់ដៃដោយសារគូប្រកួតគេខ្លាំងខ្លាំងមែនទែនបើសិនជាសែនរ៉ាឌីអត់ខ្លាំងមិនអាចតស៊ូដល់5ទឹកហើយយកជ័យជំនះបានគាត់ខ្លាំងទេមិនឆ្លើយតទៅវិញអញ្ចឹងបាទក៏ប៉ុន្តែក៏មានទស្សនិកជនមួយចំនួនហ្នឹងក៏លោកបានជួបខ្ញុំក៏ទូរស័ព្ទឬមួយក៏មកជួបខ្ញុំក៏ថាសែនរ៉ាឌីអាចទប់បានគឺមិនមែនជារឿងធម្មតាបើសិនជាគេថាបដោយដូចខ្ញុំនិយាយខាងដើមអញ្ចឹងអបមកថាបើយើងមិនប្រើឲ្យអស់គេថាអស់កម្លាំងអស់លទ្ធភាពទេគេថាអាចនឹងសន្លប់នៅទឹកទី3ឬមួយក៏ទឹកទី4ហើយមួយវិញទៀតដើម្បីឲ្យកាន់តែល្អមើលហើយនឹងបញ្ជាក់ពីការប្រឹងប្រែងបន្តណាទូអប្សរាបានរៀបចំការជួបគ្នាម្ដងទៀតបាទរវាងថងបាងនិងសែនរ៉ាឌីនៅលើទឹកដីនៃខេត្តស្វាយរៀងបាទដូច្នេះហើយលោកអ្នកចាំទស្សនានៅខែវិច្ឆិកាបាទអញ្ចឹងមានន័យថាស្ថានីយ៍ទូរទស្សន៍អប្សរាដូចជាលោកបន្ថនបានជម្រាបពីខាងដើមនេះគេថាធ្វើយ៉ាងណាឲ្យសុក្រិតយុត្តិធម៌បាទនាំមកជូនលោកអ្នកដោយ Nagavelទឹកទី1បានកន្លងផុតទៅទស្សនិកជនយើងនឹងឈានចូលមកដល់ទឹកទី2សូមជម្រាបថាការប្រកួតកីឡាប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍អប្សរានៅមកជូនលោកអ្នកដោយ Nagavel ចាសសូមរីករាយជាមួយនឹងអាហារប៊ូហ្វេពេលល្ងាចជាមួយនឹងគ្រឿងសមុទ្រស្រស់ៗសាច់អាំងនិងអាហារកូរ៉េជាច្រើនមកពីភោជនីយដ្ឋាន Korean Grill តម្លៃ$20ក្នុងមួយនាក់មិនរាប់បញ្ចូលភេសជ្ជៈនិងតម្លៃ$30ក្នុងមួយនាក់ទទួលបានស្រាប៊ីធូឬស្រាឥតកំណត់រាល់ថ្ងៃសុក្រនិងថ្ងៃអាទិត្យតែប៉ុណ្ណោះចាប់ពីវេលាម៉ោង 5:30 នាទីល្ងាចរហូតដល់ម៉ោង 10 យប់លោកអ្នកអាចតាមតាមលេខទូរស័ព្ទ023 22 88 និង 22ចាសសូមអរគុណគោលមិត្តភាពអន្តរជាតិទី4ទឹកទី2 Round 2បាទសូមទស្សនាចាប់ដើមនៅទឹកទី2បាទហើយសង្ឃឹមថាទឹកទី2នេះកីឡាករទាំងពីរមិនធ្វើទស្សនិកជនខុសបំណងទេពីព្រោះថាសែនរ៉ាឌីគឺជាកីឡាករមួយរូបដែលទស្សនិកជនគ្រប់គ្រងទាំងស្រីទាំងប្រុសតែម្ដងបាទសម្បីតែកញ្ញាម៉ាណាក៏គ្រប់គ្រងដែរពីព្រោះថាថ្ងៃមុនឮនិយាយថាសែនរ៉ាឌីមិនត្រឹមតែជាកីឡាករទេបាទគាត់បានចូលសម្ដែងនៅក្នុងកម្មវិធីសិល្បៈទៀតមិនចឹងកញ្ញាចាបាទតែប៉ុន្តែកញ្ញាអត់បានសម្ដែងអីមួយគាត់ទេជាតួអីទេចាក៏ប៉ុន្តែគឺសែនរ៉ាឌីគាត់ចូលក្នុងការបង្ហាញនៃជីវប្រវត្តិគាត់បាទហើយយ៉ាងម៉េចហើយបាទចាគឺជាបាទយ៉ាងម៉េចហើយរាប់បាទ2បួក5 6 7 8អូមិនអីទេបាទ
បាទកញ្ញាម៉ាណាគេថាគាត់ទៅសាគេមួយដៃទៀតយ៉ាងមិនដែរបាទហត់បន្តិចបាទអត់អីបាទមួយជើងរបស់សារឌីទៀតមួយដៃឆ្វេងដៃស្ដាំចំគៀងបាទពេញមកហើយ 2 3 4 5 6 7 8 9 អូហូបាទគឺថាកណ្ដាប់ដៃកណ្ដាប់ដៃរបស់សានឌីនៅទឹកទី2នេះគឺថារាប់2ដងបាទចំពោះសាំងផាតបាទចាំមើលថាតើសាំងផាតត្រូវចំត្រូវកន្លែងណាខ្លះបាទបន្តិចទៀតលោកនាងទស្សនារូបភាពយឺតៗជាមួយខ្ញុំបាទលោកសំណាងជាទូទៅយើងសង្កេតឃើញប្រវត្តិនៃការវាយរបស់កីឡាករសែនរ៉ាឌីណាបាទបើសិនជាគូប្រកួតដែលត្រូវសន្លប់ហ្នឹងគឺមិនដែរឆ្លងផុតទឹកទី3ទេបាទបាទមកដល់ទឹកទី4ទី5គឺកម្រសន្លប់ណាសែនរ៉ាឌីតែងផ្ដួលគូប្រកួតរបស់ខ្លួនឲ្យសន្លប់នៅក្នុងទឹកទី2ឬទឹកទី3នេះប្រវត្តិកន្លងមកបាទតាមដានបាទមិញលោកនាងបានទស្សនាហើយរូបភាពយឺតបើគេថាកណ្ដាប់ដៃស្ដាំរបស់សែនរ៉ាឌីកណ្ដាប់ដៃឆ្វេងខាងនេះដៃស្ដាំចំមុខតែម្ដងហើយសល់អាចចំហាយពីមុនមួយដៃថែមទៀតបាទនៅងឹតមុខឈឹងកីឡាករសែនរ៉ាឌីទទួលជ័យជំនះ